ជំនឿលើហុងស៊ុយនឹងបននឹងបោយដែលជួយនាំលាសំណាងឲ្យរកស៊ីមានបានកាលពីបុរាណកាលនៅក្នុងស្រុកមីឈីកាស៊ីណាកូនៅមិនឆ្ងាយពីស្រុកសាវតីមានគ្រួសារមួយប្រកបរបរលក់ទំនិញផ្សេងៗចិញ្ចឹមជីវិតគ្រួសារនេះមានកូនក្រមុំមួយមានឈ្មោះថាសុផាវតីក្រោយមកសុចិត្តព្រាមដែលជាឪពុកបានពង្រីកដាំទុនរកស៊ីធំជាងមុនដោយទិញរទេះគោមួយដើម្បីដឹកទំនិញទៅលក់នៅតំបន់ផ្សេងៗនិងពេលខ្លះកូនស្រីសំណោរបស់គាត់បានសូមទៅជាមួយដែរដើម្បីជួយលោកឪពុកនិងឆ្លៀតឱកាសបានទស្សនាស្រុកទេសរបស់គេផងអាស្រ័យដោយតាមបិតាញឹកញាប់ទើបបណ្ដាលឲ្យនាងបានជួបជាមួយនឹងព្រះសង្ឃមួយព្រះអង្គមានប្រនាមថាព្រះកាសបោដែលបាននិមន្តទេសនាតាមតំបន់នានាក្រោយពីនាងសុផាវតីស្ដាប់ព្រះធម៌យ៉ាងយកចិត្តទុកដាក់មកព្រះសង្ឃអង្គនេះតែងសូត្រមន្តប្រសិទ្ធពរជ័យដល់ក្រុមគ្រួសាររបស់នាងជារៀងរាល់លើកទើបនិមន្តទៅវិញនៅពេលដែលនាងបានទៅលក់ដូរនៅទីកន្លែងផ្សេងទៀតបានធ្វើឲ្យនាងមានឱកាសបានស្ដាប់ធម៌ទេសនារបស់ព្រះសង្ឃមួយអង្គទៀតដែលមានព្រះនាមថាសេវលីជាព្រះសង្ឃមួយអង្គដែលមានវោហារសាស្ត្រនៅក្នុងការទេសនានាងសុផាវតីស្ដាប់ធម៌ទេសនាយ៉ាងយកចិត្តទុកដាក់ហេតុនេះហើយទើបនាងមានចំណេះដឹងច្រើន